vậy đó về lý đa lứa nó bông bông tỏ này ngày muốn tới taฉลองឆ្នាំសោះឥឡូវចូលដល់ខែ4ទៀតហើយមិនហើយបងប្អូនគោលដៅដែលបានកំណត់ទុកកាលពីដើមឆ្នាំនឹងសង្ស័យតបោះចោលតាមផ្លូវអស់ហើយឬក៏ត្រឡប់ទៅធ្វើទម្លាប់មិនល្អកាលពីឆ្នាំចាស់ហើយប្រាប់ខ្លួនឯងថាចាំចូលឆ្នាំ2026ចាំចាប់ផ្ដើមសារជាថ្មីម្ដងទៀតអត់អីបងប្អូនទាំងគ្នាបើសិនជាយើងបានបរាជ័យឬក៏បោះចោលនៅគោលដៅដែលយើងបានកំណត់ទុកខ្ញុំចង់ឲ្យបងប្អូនដឹងថាតាមពិតមិនមែនមានតែបងប្អូនម្នាក់ឯងមានមនុស្សជាច្រើនដែលគាត់ស្ថិតនៅក្នុងស្ថានភាពដូចយើងដែរប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាមានក្តីមេត្តាចំពោះការកែប្រែឬក៏នៅក្នុងដំណើរការនៃការផ្លាស់ប្ដូរខ្លួនឯងហ្នឹងវាមិនមែនធ្វើទៅវា smooth វាទៅលឿនដូចផ្លូវលឿនលឿនណាប៉ុន្តែវាជួបឧបសគ្គឬក៏វាជួបនៅភាពបរាជ័យយើងមានអារម្មណ៍ថានឿយហត់ឬក៏យើងចង់បោះបង់ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាត្រឡប់មកគិតថាអញ្ចឹងឥឡូវហ្នឹងយើងនៅសល់ពេល8ខែទៀតតាទោះបីជា4ខែកន្លងមកយើងបរាជ័យនៅក្នុងការសម្រេចគោលដៅហ្នឹងឬក៏ធ្វើឲ្យបានល្អក៏ដោយប៉ុន្តែយើងនៅសល់ពេលវេលាដើម្បីសាកល្បងសាជាថ្មីម្ដងទៀតហើយខ្ញុំគិតថាជួនកាលប្រហែលជាបងប្អូនកំណត់គោលដៅឬក៏មានគោលដៅច្រើនដែលដាក់ការពីដើមឆ្នាំដល់ពេលអញ្ចឹងយើងធ្វើវាអត់បានល្អយើងទៅជាបោះបង់អត់ធ្វើទាំងអស់ឥឡូវខ្ញុំចង់ឲ្យបងប្អូនទាំងនេះជ្រើសរើសគោលដៅមួយដែលយើងចង់ធ្វើបំផុតហើយផ្ដោតតែទៅលើរឿងមួយនឹងសិនបានរយៈពេល8ខែដែលសល់ពីនឹងទៅឧទាហរណ៍សាមញ្ញមួយថាយើងអាចជ្រើសរើសទៅលើការអានក៏បានដែរចាប់ពីថ្ងៃហ្នឹងទៅអានមួយថ្ងៃ5ទំព័រឬក៏10ទំព័រឬក៏ចង់ពង្រឹងសមត្ថភាពទៅលើភាសាឬក៏ចង់សម្រកទម្ងន់ចង់ធ្វើអីក៏ដោយជ្រើសរើសរឿងសំខាន់មួយហើយផ្ដោតតែទៅលើរឿងមួយហ្នឹងបានហើយអញ្ចឹងរយៈពេល8ខែបើយើងគុណទៅនៅសល់200ថ្ងៃជាងទៀតដែរបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាយើងអាចចំណាយពេលមួយថ្ងៃធ្វើរឿងហ្នឹងកន្លះម៉ោង15នាទីឬក៏1ម៉ោងទៅលើគោលដៅតែមួយដែលយើងចង់ធ្វើបំផុតណា8ខែខ្ញុំគិតថាវាសល់ពេលច្រើនដែរដើម្បីយើងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងណាអញ្ចឹងត្រឡប់មកមានក្តីមេត្តាចំពោះខ្លួនឯងហើយប្រាប់ខ្លួនឯងថាដំណើរការនៃការផ្លាស់ប្ដូរខ្លួនឯងហ្នឹងវាអត់ទៅរលូនទេវាមានជួបឧបសគ្គប៉ុន្តែយើងអត់បោះបង់ទេទោះជាអស់ពេល4ខែក៏ពិតមែនប៉ុន្តែយើងនៅសល់8ខែទៅមុខទៀតដើម្បីកែប្រែដើម្បីផ្លាស់ប្ដូរដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងចឹងខ្ញុំសង្ឃឹមថាបន្ទាប់ពីមើលវីដេអូនេះចប់បងប្អូនទាំងគ្នានឹងអង្គុយគិតពីគោលដៅមួយដែលបងប្អូនចង់ធ្វើហើយចាប់ផ្ដើមសាកល្បងធ្វើវាសាជាថ្មីម្ដងទៀតចឹងអរគុណច្រើនបងប្អូនទាំងគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត